ថ្ងៃទី6 ខែ 11 ឆ្នាំ 2025 ការវិភាគតារាងប្រចាំថ្ងៃរបស់កូដទីដែលលក់ជាអធិបតីមានតំបន់គាំទ្រសំខាន់ត្រូវតាមដានតម្លៃបើកទីផ្សារ Gold គឺ 3,977 ហើយ MOB គឺ 3,958 ដោយសារតែខ្សែនិង Cash បង្ហាញសញ្ញាលក់ទីផ្សារនៅតែផ្ដោតទៅលើការធ្លាក់ចុះប្រសិនបើតម្លៃធ្លាក់ក្រោមអបគោលដៅដំបូងគឺ មួយនៅ 3,961 និងការគាំទ្រនៅ MOB ខណៈដែល Cash វិជិតបំផុតស្ថិតនៅ 3,933 ប៉ុន្តែប្រសិនបើមាសឡើងលើអបគោលដៅដំបូងគឺ Pivot មួយនៅ 3,987 បន្ទាប់គឺ Clear មួយនៅ 3,993 តំបន់ធន់ខ្លាំងបំផុតនៅលើគឺ Cashable នៅ 4,200 ដែលអាចមានការលក់ឡើងវិញស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ